ឡោសេដ្ឋីមាននិទានមួយថាមានសេដ្ឋីមួយឈ្មោះតូឡោសេដ្ឋីអាយុ40ឆ្នាំគ្មានកូនដល់មួយណាឡើយទើបមហាសេដ្ឋីឪពុកចាយវាយទ្រព្យរបស់ធ្វើបុណ្យឲ្យទានអធិដ្ឋានឲ្យបានកូនលុះអាយុ41ឆ្នាំទើបបានកូនប្រុសមួយកូននោះចេះដើរសេដ្ឋីឲ្យប្រាប់ដីធ្វើជាទីល្បែងកូននោះចម្ងាយអំពីវាំងទៅ10សិនរៀបស្មើសុទ្ធតែខ្សាច់ឥតចង្ហុកឡើយដល់កូននោះបាន6ខួបពេលភ្លៀងវារត់លេងទឹកភ្លៀងដោយខ្សាច់នោះលុះទៅដល់ថ្លុកចង្ហុកកូននោះលងទឹកស្លាប់ទើបសេដ្ឋីនោះឡើងទៅក្រាបទូលព្រះមហាក្សត្ររដ្ឋាខ្ញុំព្រះបាទអម្ចាស់ឲ្យប្រាប់ដីរៀបស្មើសុទ្ធតែខ្សាច់ជាទីល្បែងកូនខ្ញុំព្រះបាទអម្ចាស់នោះគ្មានថ្លុកចង្ហុកឡើយឥឡូវនេះមានថ្លុកដក់ទឹកជ្រៅលងកូនខ្ញុំព្រះបាទអម្ចាស់ស្លាប់សូមព្រះអង្គទ្រង់ព្រះចិន្តាពិចារណាហោងព្រះមហាក្សត្រទ្រង់ឲ្យអាមាត្យទៅពិនិត្យមើលអាមាត្យទៅមើលហើយវិលមកក្រាបបង្គំទូលថាក៏ឃើញស្នាមជើងដំរីទ្រង់ឲ្យទៅចាប់ដំរីយកមកពិចារណាថាទីនោះសេដ្ឋីបានប្រាប់ដីរៀបស្មើទុកជាទីល្បែងកូនតែងលេងជាប្រក្រតីហេតុអីក៏ព្រះស្ដែងទៅជន់បាក់ជាថ្លុកចង្ហុកកាត់ទឹកលងកូនសេដ្ឋីនោះស្លាប់ដំរីឆ្លើយថាខ្ញុំព្រះបាទអម្ចាស់ទៅតាមដានរមាសទ្រង់ឲ្យទៅតាមចាប់រមាសយកមកពិចារណារមាសឆ្លើយថាខ្ញុំព្រះបាទអម្ចាស់ទៅតាមដានក្របីទ្រង់ឲ្យទៅតាមចាប់ក្របីយកមកពិចារណាក្របីឆ្លើយថាខ្ញុំព្រះបាទអម្ចាស់ទៅតាមដានជ្រូកទ្រង់ឲ្យទៅចាប់ជ្រូកយកមកពិចារណាជ្រូកឆ្លើយថាខ្ញុំព្រះបាទអម្ចាស់ទៅតាមដានខ្ងោកទ្រង់ឲ្យចាប់ខ្ងោកយកមកពិចារណាខ្ងោកឆ្លើយថាខ្ញុំព្រះបាទអម្ចាស់ទៅតាមដានមាន់ទ្រង់ឲ្យតាមចាប់មាន់យកមកពិចារណាមាន់ឆ្លើយថាខ្ញុំព្រះបាទអម្ចាស់ពពុកតាមដានទាទ្រង់ឲ្យចាប់ទាយកមកពិចារណាទាឆ្លើយថាខ្ញុំព្រះបាទអម្ចាស់ពពុកតាមដានក្រួចទ្រង់ឲ្យចាប់ក្រួចយកមកពិចារណាក្រួចឆ្លើយថាខ្ញុំព្រះបាទអម្ចាស់ពពុកដែលមេខ្សាច់ទ្រង់ឲ្យចាប់មេខ្សាច់មកពិចារណាមេខ្សាច់ឆ្លើយថាខ្ញុំព្រះបាទអម្ចាស់យកភ្នែកខ្សាច់ល្អហើយធ្វើជាលំនៅខ្ញុំព្រះបាទអម្ចាស់មែនអស់សត្វមរឹកបក្សីអំបានេះសឹងមានចម្លើយដូច្នេះព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាយល់ថាដើមអាទិនៅមេខ្សាច់នេះមែនក៏ទ្រង់កាត់សេចក្តីនេះឲ្យមេខ្សាច់សងភាគ1ក្រួចភាគ2ទាភាគ3មាន់ភាគ4ខ្ងោកភាគ5ជ្រូកភាគ5 1ក្របីភាគ5 2រមាសភាគ5 3ដំរីភាគ5 4ព្រះអង្គបង្គាប់សេចក្តីដូច្នេះអស់មរឹកបក្សីទាំងនោះយល់ព្រមទទួលហើយមហាសេដ្ឋីនៅអស់សត្វមរឹកបក្សីទាំងឡាយក្រាបថ្វាយបង្គំលាទៅកាន់លំនៅខ្លួនទីតីហោង